បណ្ដាញផ្សព្វផ្សាយអន្តរជាតិល្បីៗបានចេញផ្សាយព្រមគ្នាថាភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាតាមផ្លូវអាកាសដោយប្រើយន្តហោះ F-16 នៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃនាព្រឹកថ្ងៃច័ន្ទនេះការវាយប្រហារដែលបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរសម្រេចបានកាលពី2ខែមុនសារព័ត៌មានអាមេរិក CNN បានផ្សាយថាប្រទេសថៃបានបើកការវាយប្រហារមកលើកម្ពុជាភ្លាមនៅព្រឹកថ្ងៃច័ន្ទនេះដែលជាការសងសឹកកម្ពុជាបន្ទាប់ពីទាហានថៃម្នាក់ស្លាប់និងទាហាន2នាក់រងរបួសនៅតំបន់ចុងបុកនៃខេត្តឧបលរាជធានី CNN បានសង្កត់ធ្ងន់ថាការប៉ះទង្គិចគ្នានៅតាមព្រំដែនសារជាថ្មីនេះគឺជាការបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដានិងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃចុះកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025បណ្ដាញផ្សព្វផ្សាយដ៏ធំរបស់អាមេរិកដដែលបន្ថែមថាកងទ័ពអាកាសថៃបានដាក់ពង្រាយយន្តហោះចម្បាំងដើម្បីវាយប្រហារគោលដៅយោធាកម្ពុជាដែលអាចធ្វើឲ្យប្រតិបត្តិការយោធាកាន់តែធ្ងន់ធ្ងរនិងបង្កការគំរាមកំហែងដល់តំបន់ព្រំដែនសារព័ត៌មានប្រទេសកាតា Al Jazeera បានរំលេចនៅខ្លឹមសារថាកងទ័ពភូមិន្ទថៃបានប្រកាសបើកការវាយប្រហារតាមផ្លូវអាកាសតាមបណ្ដោយព្រំដែនដែលមានចំនួនជាមួយកម្ពុជាបន្ទាប់ពីបានចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ទៅលើកងទ័ពរបស់ខ្លួនសារព័ត៌មានដ៏ចំណាស់របស់ប្រទេសបារាំង Le Monde បានចុះផ្សាយថាការវាយប្រហាររបស់ភាគីថៃមកលើគោលដៅយោធាកម្ពុជាជាច្រើនកន្លែងខណៈដែលក្រសួងការពារជាតិកម្ពុជាអះអាងថាភាគីថៃបានបាញ់មកលើទីតាំងកម្ពុជាមុនហើយកម្ពុជាមិនបានបាញ់តបតទេកាសែត Nikkei Asia បានចុះផ្សាយថាការប៉ះទង្គិចគ្នាចុងក្រោយនេះគឺជារឿងធ្ងន់ធ្ងរបំផុតចាប់តាំងពីមានអន្តរាគមន៍ពីប្រធានអាស៊ានម៉ាឡេស៊ីនិងប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតាមព្រំដែនកាលពីចុងខែកក្កដា